គ្នានេះខ្ញុំជំនាញសិនដូចជាសមាជិកនៃក្រុមទី3ហើយនៃក្រុមនេះខ្ញុំបានលើកយកវិធានបទ Hydroelectric Power Water ឬក៏ថាមពលវិរិយអគ្គិសនីដែលក្រុមនេះខ្ញុំមានមេតិកាដោយដែលបានបង្ហាញនេះគឺជាមេតិការបស់យើងយើងចូលដល់ចំពោះទី1សេចក្តីផ្ដាល់1.1និយមន័យថាមពលវិរិយអគ្គិសនីគឺជាថាមពលស្អាតមួយដែលបានមកពីការបំលែងថាមពលទឹកឬក៏ទឹកធ្លាក់ទៅជាថាមពលអគ្គិសនីតាមរយៈម៉ាស៊ីនទូបេតនិងម៉ាស៊ីនបំលែងអគ្គិសនីយើងចូលទៅដល់បញ្ហានៃការសិក្សាយើងហៅថានៅប្រទេសកម្ពុជានិងប្រទេសអភិវឌ្ឍជាច្រើនតែប្រឈមទៅនឹងបញ្ហាជាច្រើនដូចជាទី1គឺការខ្វះខាតបច្ចេកវិទ្យាក្នុងការបង្កើតថាមពលទឹកទៅជាថាមពលអគ្គិសនីទី2គឺបញ្ហាផលប៉ះពាល់បរិស្ថានដូចជាការផ្លាស់ប្ដូររបបសត្វទន្លេនិងការបាត់បង់ទីជម្រកសត្វទន្លេទី3គឺការវិនិយោគថ្លៃខ្ពស់សម្រាប់ស្ថាបនាសំណង់ដូចជាទំនប់និងប្រព័ន្ធទូបេនយើងហៅថាទំនប់និងប្រព័ន្ធទូបេនរបស់យើងគឺត្រូវការចំណាយថវិកាច្រើននិងទី4គឺប្រជាជនពុំទាន់យល់ដឹងគ្រប់គ្រាន់អំពីអត្ថប្រយោជន៍នៃថាមពលទឹកដោយប្រជាជនភាគច្រើនពួកគាត់ដឹងថាថាមពលទឹកគាត់អាចប្រើប្រាស់បានតែគាត់អត់ដឹងថាវាអាចផលិតថាមពលអគ្គិសនីបានហើយយើងចូលទៅដល់គោលបំណងនៃការសិក្សាស្រាវជ្រាវរបស់យើងគឺទី1គឺដើម្បីពន្យល់ពីដំណើរការថាមពលអគ្គិសនីតាមចរន្តទឹកទី2ដើម្បីសិក្សាផលប៉ះពាល់បរិស្ថាននៃការបង្កើតទំនប់និងការប្រើប្រាស់ទឹកសម្រាប់ផលិតថាមពលនៅពេលដែលយើងធ្វើអាទំនប់ហ្នឹងនិងការប្រើប្រាស់ទឹកសម្រាប់ផលិតថាមពលហ្នឹងទៅយើងនឹងដឹងថាតើវាមានផលប៉ះពាល់អ្វីខ្លះដល់បរិស្ថានហើយទី3គឺដើម្បីបង្ហាញអត្ថប្រយោជន៍សេដ្ឋកិច្ចនិងសង្គមពីការការពារពីការប្រើប្រាស់ថាមពលទឹកទី4គឺដើម្បីណែនាំយុទ្ធសាស្ត្រសមស្របសម្រាប់ការអភិវឌ្ឍថាមពលទឹកនៅកម្ពុជាដោយសម្រាប់ខ្ញុំបានបញ្ចប់ខ្ញុំគួរសូមប្រកួតទូនីតិទៅឲ្យមកនេះខ្ញុំបន្តសូមអរគុណជំរាបសួរលោកគ្រូខ្ញុំបាទខ្ញុំតែសវណ្ណថ្ងៃនេះខ្ញុំមកធ្វើការបកស្រាយនៅចំពោះទី2គោលការណ៍ដំណើរការចំពោះនៅក្នុងដំណើរការគឺយើងត្រូវសិក្សាអំពីសម្ភារៈសំខាន់ក្នុងការតែធ្វើយកទៅប្រើប្រាស់ឬយកតាមសំណុំទឹកនេះមានដូចជាសម្ភារៈទី1គឺសម្ភារៈតំណដូចជាតែខែស៊ីម៉ង់ឥដ្ឋខ្សាច់ហើយនឹងតែពុះនិងបេតុងហើយនឹងសម្ភារៈមួយទៀតគឺសម្ភារៈប្រព័ន្ធទឹកនៅខាងមានដូចជាបំពង់បែកធំបំពង់បង្ហូរទឹកនិងសន្ទះប្របាត់ទឹកហើយមួយទៀតសម្ភារៈបង្កើតថាមពលសម្ភារៈបង្កើតថាមពលមានដូចជាទូបង្វិលម៉ាស៊ីនភ្លើងនិងខ្សែភ្លើងហើយនឹងសម្ភារៈមួយទៀតគឺមានការគឺសម្ភារៈរបស់ប្រព័ន្ធអេស៊ីនេះតែម្ដងគឺមានត្រង់ស្គាល់ switch gear control panel ហើយនឹង transmission line ហើយនឹងជាចុងក្រោយគឺសម្ភារៈសម្រាប់គ្រប់គ្រងដើម្បីគ្រប់គ្រងប្រព័ន្ធភ្លើងគឺមានជា SCAD ហើយនឹងប្រព័ន្ធ sensor និងប្រព័ន្ធ automation device សម្រាប់ control ដូចជាការ control របស់ប្រព័ន្ធភ្លើងហើយនឹងចូលដល់ដំណាក់កាលទី2គឺដំណាក់កាលសាងសង់នៅក្នុងការសាងសង់និងធ្វើការសាងសង់ទឹកនោះគឺយើងត្រូវបែងចែកជាដំណាក់កាលធំៗមាន5ដំណាក់កាលដែលធ្វើការបកស្រាយដំបូងគាត់គឺនៅថាដំណាក់កាលក្នុងការរៀបចំគម្រោងដំណាក់កាលក្នុងការរៀបចំគម្រោងនេះគឺមានថាដំណាក់កាលរៀបចំគម្រោងគឺយើងត្រូវសិក្សាត្រូវបែងចែកជា3ទៀតគឺទី1គឺសិក្សាពីទីតាំងសិក្សាពីទីតាំងនោះគឺយើងត្រូវសិក្សាពីបរិមាណទឹកខាងតើកន្លែងដែលយើងធ្វើសាងសង់ឲ្យទីនេះវាអាចទឹកបានបង្កើតបរិមាណជាមធ្យមដើម្បីតាក់ហើយនឹងសិក្សាអំពីកំណើនលំហូរដូចជាកម្ពស់នៃដំណើររបស់ទឹកថាវាមានកម្ពស់និងកំណើនលំហូរប៉ុន្មានដើម្បីឲ្យធ្វើឲ្យទឹកវាមានកំណើនលំហូរខ្លាំងដើម្បីធ្វើឲ្យมันវិញបានលឿនហើយសម្រាប់រូបមន្តដែលពាក់ព័ន្ធនឹងវាមានដូចខាងលើនេះគឺរូបមន្តរបស់លំហូរទឹកគឺថាយកផ្ទៃដែលផ្ទៃទឹកផ្ទៃទំនប់ហ្នឹងគឺជាមួយនឹងមាឌរបស់ទឹកមាឌដែលមានជាមធ្យមក្នុងទឹកហើយបើសិនយើងកណនីមាឌវាត្រូវទីរកតាមប្រព័ន្ធនឹងឯងហើយទី2គឺត្រូវក្នុងការសិក្សាកម្ពស់នៅតែគឺត្រូវសិក្សាតាមប្រព័ន្ធរបស់សម្ពាធដែលមានមុនជា P ស្មើរ៉ូសេហាដើម្បីរកអាគឺត្រូវរកតាមប្រព័ន្ធសម្ពាធហ្នឹងគឺត្រូវយក C ចែកជាមួយរ៉ូសេបាទនេះគឺជាថ្នាក់របស់វាហើយនៅបន្ទាប់គឺការសិក្សាពីបរិស្ថានក្នុងចំណុចនេះមុនយើងធ្វើការអំពីការសាងសង់នោះសាងសង់ទំនប់ទឹកនោះយើងត្រូវគិតអំពីបរិស្ថានថាតើវាប្រកបពាល់ដូចជាប្រកបបញ្ហាវិទ្យាសាស្ត្របរិស្ថានដូចជាទី1ទំនប់សត្វព្រៃទី2សត្វព្រៃនិងទី3គឺគុណភាពរបស់ដីម្ដងតើវាអាចប៉ះពាល់ដូចនេះខ្លះអាចថាទី1វាធ្វើឲ្យស្រុតចូលនៃច្រាំងទឹកហើយទី2អាចបាត់បង់នៃព្រៃឈើក្នុងការកាន់កាច់ធំទលំលីហើយទី3អាចថាវាអាចបង្កទឹកលុនវាអាចបង្កទឹកលុនផលប៉ះពាល់ផ្សេងៗក្នុងការកសិកម្មរបស់ប្រជាជនហើយនៅទី3ការចំណាក់គម្រោងក្នុងការចំណាក់គម្រោងនេះគឺថាយើងកំពុងរៀបចំជារូបរាងថាធ្វើរៀបចំរូបរាងដូចនេះ
នឹងបង្កើតដូចដើម្បីឲ្យទំនប់ទឹកយើងនឹងវាមានសម្ព័ន្ធភាពដូចជាមាននឹងទៀតបាទហើយក្នុងការរចនាគម្រោងនេះគឺយើងត្រូវសិក្សាអំពីសម្ពាធរបស់ទឹកហើយសម្ពាធនៃសម្ពាធប្រព័ន្ធទឹកហ្នឹងដោយយើងធ្វើការកែងារតាមរង្វង់នេះដោយតែពេលស្មើនឹង1/2 ρវេការ៉េបូក1រ៉ូសេហាដែលតម្លៃរបស់នេះថាដៃវាខ្លាយជាចំនួនថេយើងដឹងថាបើសិនជាសម្ពាធវាមានប្រមាណនោះយើងឃើញតម្លៃសម្ពាធរបស់វាក្នុងការនៃជាសម្ពាធនៃទឹកដែលវាសង្កត់ដូចយើងបញ្ចេញទៅលើបំពង់បង្ហូរនៃបប៊ីនហើយចំណុចបន្តទៀតហើយដំណាក់កាលសង្សំទឹកក្នុងការដំណាក់កាលសង្សំទឹកនេះគឺយើងត្រូវសិក្សាច្បាស់នៅដំណើរការសង្សំម្ដងក្នុងការដំណើរការសង្សំនេះគឺគេថាគឺដល់ពេលដែលយើងធ្វើការកសាងវាធ្វើការធ្វើឡើងវាទី1គឺយើងធ្វើការជីកឬក៏កាយប្រឡាយផ្សេងៗក្នុងការរៀបចំជាគ្រឹះរបស់វាសាងគ្រឹះឲ្យមុនដើម្បីទឹកយើងវាមានលំនឹងហើយមានភាពធន់នឹងទឹកនៅពេលដែលមានរដូវភ្លៀងឬក៏អាចមានទឹកលំហូរខ្លាំងនៅលើសាច់ដើមសំណុកការសំណុកនេះគឺយើងត្រូវសិក្សាឲ្យប្រើនៅបេតុងក៏ដូចជាដែកធំហើយមាំតែម្ដងដើម្បីឲ្យផ្ទុកលំនឹងនៃទំនប់យើងបានមាំហើយចំណុចតបទៀតចូលដល់ចំណុចការបង្កើតអាងស្តុកទឹកការបង្កើតអាងស្តុកទឹកនេះដូចយើងថាយើងបង្កើតនៅដូចជារូបរាងឬក៏បង្កើតជាមានរបស់នៃរបស់មានដែលទៅទឹកនឹងតែម្ដងអាចថាបើសិនជាយើងបង្កើតតាមលំហូរទឹកដោយក្រុមយើងនេះគឺនៅការបង្កើតជាទឹកអូការតាមទឹកអូចឹងតែវាអាចមានរាងជាចាក់កោណកាយប៉ុន្តែវាអាចមានរាងស្មើទៅឯរាងកោណឬក៏មានការបត់បែកផ្សេងៗហើយនៅក្នុងការកែងារមានទឹកនេះវាអាចវាមិនមែនវាគ្មានតម្លៃច្បាស់លាស់ទេដោយសារទឹកយើងវាហូររហូតចឹងតម្លៃវាមានតែតម្លៃមធ្យមឬតម្លៃប្រហែលបាទតែចំណុចរបស់ខ្ញុំទៅបានចប់នេះសូមអរគុណហើយសូមបន្តនៅតនៅទឹកនោះជំរាបសួរលោកគ្រូនេះខ្ញុំមានធម្មតានឹងមកបកស្រាយបន្តពីព័ន្ធជាមួយនឹងជំនួយទី3ដែលនិយាយអំពីការដំណើរបំពង់បង្ហូរទឹកហើយបានថាបំពង់បង្ហូរទឹករបស់យើងគឺជាបំពង់មួយដែលមាននីតិបង្ហូរទឹកពីអាងស្តុកទឹកទៅកាន់ទូពីហើយបំពង់បង្ហូរទឹកនោះដែរគឺជាបំពង់ដែលសំខាន់មួយព្រោះវាអាចបំលែងថាមពលប៉ូតាស្យមទៅជាថាមពលគីនេតិកឬថាមពលចលនាហ្នឹងហើយបំពង់បង្ហូរទឹករបស់យើងដែរគឺគេច្រើនមានផលិតចេញពីដែកឬពីស្ទង់ដើម្បីឲ្យវាមានភាពចំល្អការពារការខូចខាតនៅពេលដែលវារងនឹងសម្ពាធទឹកកត្តាអាកាសធាតុក៏ដូចជាកត្តាធម្មជាតិផ្សេងៗទៀតផងដែរហើយដល់ថាវាអាចបំលែងថាមពលប៉ូតាស្យមទៅជាថាមពលគីនេតិកដូច្នេះយើងអាចកែប្រែថាមពលប៉ូតាស្យមតាមរយៈសម័យកាលEPSនិងMDKដែលEPSនេះគឺជាថាមពលប៉ូតាស្យមមានខណ្ឌគិតជា0ហើយអំគឺជាម៉ាស់ខណ្ឌគីឡូក្រាមស្ទើរគឺជាសន្ទុះគីនេតិកដែលមានតម្លៃទៅជា9.81ម៉ែត្រក្នុង1គីឡូការ៉េហើយណាគឺជាកម្ពស់ទឹកមានខណ្ឌជាម៉ែត្រហើយចំណុចនេះគឺយើងអាចកែនិយាយថាមពលផលិតបានក្នុង1គីឡូតាមរយៈ1ពេស្មើនឹងរ៉ូសេគុយហាដែលពេលនេះគឺជាធម្មពលអគ្គិសនីដែលផលិតបានមានខណ្ឌជាវ៉ាត់ហើយរ៉ូគឺជាអុកស៊ីតេទឹកដែលយើងហៅថាអុកស៊ីតេទឹកនេះគឺមានតម្លៃទៅគឺ1000គីឡូក្រាមក្នុង1ម៉ែត្រគីបហើយសេគឺជាសន្ទុះនីតិគុយគឺជាបរិមាណទឹកដែលហូរតាមបំពង់ក្នុង1វិនាទីមានខណ្ឌជាម៉ែត្រគីបក្នុង1វិនាទីហើយខណ្ឌគឺជាកម្ពស់ទឹកឥឡូវចូលទៅកាន់ចំណុចទី4ដែលនិយាយអំពីការដំឡើងទូពីននិងម៉ាស៊ីនការធម្មពលអគ្គិសនីដែលយើងឃើញថាទូពីនគឺជាឧបករណ៍ម្យ៉ាងដែលវាមានរាងមូលហើយវាគឺជាឧបករណ៍ម្យ៉ាងដែលអាចបំលែងធម្មពលទឹកទៅជាធម្មពលមេកានិកនេះថានៅពេលដែលទឹកហូរពីអាងស្តុកទឹកតាមរយៈបំពង់បង្ហូរទៅប៉ះជាមួយនឹងទូពីនវាបង្កើតបានជាសម្ពាធមួយហើយរំទូពីនឲ្យវិលហើយនៅពេលដែលវាវិលវានឹងបង្កើតបានជាធម្មពលមេកានិកហើយទូពីនរបស់យើងគឺការជា3ប្រភេទគឺ Pental ទូពីន Francis ទូពីននិង Kaplan ទូពីនតែ Pental ទូពីននឹងដែរគឺគេច្រើនគេប្រើនៅតំបន់ភ្នំចំណែកឯ Francis ទូពីនគឺគេប្រើនៅតំបន់ជាច្រើនមិនន័យថាវាមានការប្រើប្រាស់ទូលំទូលាយជាងទូពីនវិភេទទៀតសូម្បីតែវិរិយអគ្គិសនីនៅប្រទេសកម្ពុជាគឺវិរិយអគ្គិសនីខេត្តកំពតនិងវិរិយអគ្គិសនីសេសានពីខេត្តស្ទឹងត្រែងក៏ប្រើប្រាស់ប្រភេទ Francis ទូពីនផងដែរដោយសារតែវាប្រើប្រាស់នៅរយៈកម្ពស់ទឹកមធ្យមគឺចន្លោះពី40ទៅ600ម៉ែត្រហើយលំហូរទឹករបស់វាគឺមានលក្ខណៈមធ្យមដែលធ្វើឲ្យយើងទទួលបានធម្មពលច្រើនបន្តមកទៀតគឺយើងនិយាយអំពីម៉ាស៊ីនបង្កើតធម្មពលអគ្គិសនីឬក៏ generator installation នេះនោះថា generator installation នោះដែរគឺវាជាម៉ាស៊ីនម្យ៉ាងដែលអាចបំលែងធម្មពលមេកានិកទៅជាធម្មពលអគ្គិសនី
ពីបង្វិលបង្កើតជាធម្មពលនៃកណៃរួចវាក៏ចាប់ផ្ដើមដំណើរបន្តទៅជាធម្មពលអគ្គិសនីតាមរយៈ generator installation និងហើយតាមរយៈច្បាប់ Faraday យើងអាចគណនាកម្លាំងអគ្គិសនីចូលមកនៅក្នុងបានតាមរយៈក្នុងអឺស្មាតអឺ Delphi លើ Delta ដែលអឺនេះគឺជាកម្លាំងអគ្គិសនីចូលមកមានការជាពលហើយអឺគឺជាចំនួនស្ពាន Delphi លើ Delta គឺជាកម្លាំងបំរុងក្នុងខាងពេលឥឡូវយើងយកតាមចំណុចទី5ដែលនិយាយពីការផ្ទេរធម្មពលអគ្គិសនីបន្ទាប់ពីយើងបានផលិតធម្មពលអគ្គិសនីនៅក្នុងរោងចក្ររួចយើងត្រូវការបញ្ជូនធម្មពលអគ្គិសនីទាំងអស់នោះទៅឲ្យប្រជាពលរដ្ឋដើម្បីឲ្យគាត់អាចប្រើប្រាស់បានតែមុននឹងបញ្ជូនទៅយើងត្រូវដំឡើងតង់ជុំជាមួយសិនដែលថាតែបើសិនជាតង់ជុំរបស់វាទូចពេកនៅពេលដែលយើងបញ្ជូនធម្មពលទាំងអស់នោះទៅកាន់ប្រជាពលរដ្ឋគឺវាធម្មពលទាំងអស់នោះអាចបានបញ្ជូនទៅដល់ទេដោយសារតែនៅក្នុងខ្សែភ្លើងគឺវាស៊ីធម្មពលដូចគ្នាអញ្ចឹងបើសិនជាតង់ជុំទូចពេកគឺវាស៊ីធម្មពលអស់ហើយដើម្បីដំឡើងតង់ជុំបានគឺយើងត្រូវប្រើ step up transfer បន្ទាប់ពីយើងបញ្ជូនចរន្តអគ្គិសនីទាំងអស់នោះទៅកាន់ផ្ទះសាលារៀនមន្ទីរពេទ្យក៏ដូចជាទីតាំងផ្សេងៗទៀតដែលជាទីតាំងគោលដៅដែលយើងអាចឲ្យពួកគាត់ប្រើប្រាស់នោះគឺយើងត្រូវបន្ថយតង់ជុំមកវិញដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ពួកគាត់ហើយដែលចរន្តអគ្គិសនីត្រូវបានបញ្ជូនទៅដល់ទីតាំងគោលដៅរបស់យើងគឺយើងត្រូវបន្ថយអត្ថន័យក្នុង220វ៉ុលទៅ380វ៉ុលយើងអាចបន្ថយតង់ជុំបានតាមរយៈការប្រើប្រាស់ step down transformer ហើយលើពីនេះយើងក៏អាចកែធម្មពលអគ្គិសនីសរុបដែលយើងបញ្ជូនពីរោងចក្រមកតាមរយៈបរិវេណមកវិញនេះហើយយើងនឹងថានៅពេលដែលយើងបញ្ជូនមកនោះវាមានធម្មពលខាតបង់អញ្ចឹងយើងអាចកែធម្មពលខាតបង់តាមរយៈពេលស្មើ E grade air ហើយឥឡូវនេះយើងមកទស្សនាដំណើរការរបស់ធម្មពលវារីអគ្គិសនីរបស់យើងវិញម្ដង Dams and run of river. Hydro dams utilize the potential energy from dammed water to produce electricity. A dam is a large barrier constructed to raise the level of water and control its flow. The elevation created by the dam creates gravitational force returning the turbine when water is released. Some dams also contain an additional reservoir at their base where water is stored to be pumped to the higher reservoir for release when electricity is in demand. This is referred to as pumped storage hydro. ឥឡូវនេះដំណើរការនៃការផលិតធម្មពលវារីអគ្គិសនីរបស់យើងត្រូវបានបញ្ចប់ដូច្នេះនេះខ្ញុំសូមបន្តទូនីតិបកស្រាយបន្តទៅការបង្ហាញរបស់នេះខ្ញុំសួរលោកគ្រូមានជាជំនួយក្នុងសម្ពាធដែលបានបកស្រាយនៅចំណុចបន្តដែលនិយមពីគុណសម្បត្តិរបស់ធម្មពលវារីអគ្គិសនីជំនឿអត្ថប្រយោជន៍នៃធម្មពលវារីអគ្គិសនីរបស់យើងមានដូចផ្នែកសំខាន់ៗគឺផ្នែកបរិស្ថានផ្នែកសេដ្ឋកិច្ចនិងផ្នែកសង្គមចំពោះផ្នែកបរិស្ថាននិយមពីការកាត់បន្ថយការបញ្ចេញជាតិពុលដោយសារតែទំនប់វារីអគ្គិសនីរបស់យើងនឹងអត់ត្រូវការតែអត្ថន័យដើម្បីដំណើរការទេដូច្នេះវានឹងមិនបញ្ចេញនូវជាតិពុលឬក៏ឧស្ម័នពុលទៅលើផ្នែកបរិស្ថានផ្សេងៗឡើយជាប្រភពថាមពលស្អាតជាប្រភេទថាមពលដែលកកើតឡើងវិញដោយសារតែទឹកនោះគឺវាមានចលនាតាមវដ្តនៃធម្មជាតិហើយវាក៏ជាទីជម្រករបស់មជ្ឈជាតិផងដែរចំពោះផ្នែកសេដ្ឋកិច្ចវិញមិនត្រូវការតែអត្ថន័យដោយសារតែបន្ទាប់ពីសាងសង់ហើយចរន្តទឹកនោះវាអាចផលិតអគ្គិសនីបានអាចប្រើប្រាស់បានសេដ្ឋកិច្ចវិញយើងមិនត្រូវការប្រើប្រាស់អត្ថន័យដោយសារតែពេលបន្ទាប់ពីសាងសង់រួចទឹកគឺជាអាចជាផ្នែកនៃការបង្កើតអគ្គិសនីផងដែរអាយុកាលនៃការប្រើប្រាស់បន្ទាប់ពីសាងសង់ហើយគ្រឿងម៉ាស៊ីនយើងអាចប្រើប្រាស់បានយូរអាស្រ័យទៅនឹងការថែទាំរបស់យើងមានប្រព័ន្ធធារាសាស្ត្រសម្រាប់គ្រប់គ្រងក្នុងជីវភាពប្រចាំថ្ងៃចំពោះផ្នែកសង្គមវិញការគ្រប់គ្រងទឹកជំនន់ចំពោះអាងរបស់យើងនឹងអាចបញ្ជាទឹកជំនន់ឬក៏ដោយសារតែការក្នុងរដូវវស្សានេះយើងអាចទូទឹកនិងបញ្ចេញវិញតាមរយៈប្រព័ន្ធរបស់អាងការអភិវឌ្ឍទេសចរណ៍នៅតំបន់ជុំវិញទឹកអាងទូទឹករបស់យើងនឹងអាចថាជាប្រព័ន្ធទេសចរណ៍ដើម្បីឲ្យភ្ញៀវទេសចរចូលមកទស្សនានិងសិក្សាពីវាបន្ថែមការផលិតធម្មពលក្នុងស្រុកនឹងអាចជួយឲ្យយើងអាចផលិតអគ្គិសនីប្រើប្រាស់ដោយខ្លួនឯងបានជាមានការនាំចូលពីបណ្ដាប្រទេសដទៃហើយក៏ជួយបង្កើតប្រាក់ចំណូលដល់ប្រជាជនដែលរស់នៅជុំវិញកន្លែងនោះចំពោះចំណុចនេះខ្ញុំបានបញ្ចប់សូមទទួលឲ្យខ្ញុំបកស្រាយជំរាបសួរលោកគ្រូខ្ញុំឈ្មោះមកស្រីដែរខ្ញុំឡើងមកបកស្រាយបន្តនៅចំណុច2.5និយាយពីបញ្ហាប្រឈមដែលចំណុចទី1គឺនិយាយពាក់ព័ន្ធមួយបរិស្ថានដែលវាមានការបំឡាក់ទីប្រព័ន្ធអេកូឡូស៊ីអញ្ចឹងវាមានន័យថាដល់ពេលដែលយើងសាងសង់ទំនប់អញ្ចឹងវាធ្វើឲ្យមានការផ្លាស់ប្ដូរបរិយាកាសនៅជុំវិញទន្លេឬក៏តំបន់ដែលយើងសាងសង់ទំនប់នោះដែលធ្វើឲ្យសារធាតុនិងរុក្ខជាតិនោះវាអាចរស់នៅលើសភាពតាមអូវាឬនៅបានទេទី2គឺការបំផ្លាញទីជម្រកធម្មជាតិដូចដែលយើងដឹងហើយនៅពេលដែលយើងសាងសង់ទំនប់អញ្ចឹងគឺមានការបំផ្លាញទីជម្រកធម្មជាតិរបស់សត្វនេះដែលធ្វើឲ្យសត្វដែលរងរុក្ខជាតិជាច្រើននោះគឺវាបាត់បង់ទីជម្រក
បន្តមកទៀតគឺការប្រែប្រួលចម្លាក់ដីខ្សាច់នៅដីខាងក្រោមគឺមានន័យថាការសាងសង់ទំនប់នោះវាធ្វើឲ្យមានការលាយការហូរនៃដីខ្សាច់ដែលការហូរនៃដីខ្សាច់ដែលធ្វើឲ្យវាអាចហូរតាមលំហូរទឹកធម្មជាតិបាននោះដែលវាកើតឲ្យមានការបាក់ស្រុតឬក៏ការប្រែប្រួលនៃចម្លាក់ដីខ្សាច់នៅខាងក្រោមនៃទំនេរចំណុចទី2គឺសង្គមដែលមានការបំផ្លាញទីតាំងលំនៅនៅបេតិកភណ្ឌវប្បធម៌ក្នុងចំណុចនេះគឺមានន័យថាគឺវានៅពេលដែលសាងសង់ទំនប់អញ្ចឹងយើងធ្វើឲ្យប្រជាជនដែលរស់នៅតំបន់នោះណាគាត់មានការផ្លាស់ប្ដូរទីលំនៅគាត់អាចនៅកន្លែងដើមបានតែអញ្ចឹងគាត់ត្រូវផ្លាស់ទីទៅនៅកន្លែងផ្សេងទៀតហើយទៅតាមវប្បធម៌មួយចំនួនដែលគេអត់រត់ទៅនោះគឺវាបាត់បង់ព្រោះថាយើងទៅបានសាងសង់ទំនប់ហើយទីបន្តមកទៀតគឺការជំទាស់ពីសាធារណជនtrong trường hợpនេះគឺវាតែងតែមាននៅពេលដែលយើងសាងសង់ទំនប់ឬក៏ទំនប់អីមួយគឺតែងតែមានជាជនមួយចំនួនគាត់ដែលគាត់អត់ពេញចិត្តនឹងការសាងសង់ទំនប់នោះព្រោះថាគាត់យល់ថាការសាងសង់ទំនប់ឬក៏ទំនប់នោះវាធ្វើឲ្យមានការប៉ះពាល់ទៅដល់ជីវភាពរបស់គាត់ហើយនឹងបរិស្ថានដែលនៅជុំវិញខ្លួនរបស់គាត់ចំណុចនោះគឺការពឹងផ្អែកទៅលើអាកាសធាតុចំណុចនេះគឺមានថាប្រសិទ្ធភាពរបស់វារីថាមពលវាអគ្គិសនីគឺពឹងផ្អែកទៅលើបរិមាណទឹកភ្លៀងគឺមានន័យថាបើសិនបើមានភ្លៀងតិចឬក៏រារាំងស្ងួតវាធ្វើឲ្យថាមពលវាអគ្គិសនីយើងផលិតបានតិចតួចហើយចំណុចនេះគឺតែគាត់មួយតាមក្នុងពេលដែលការសាងសង់គឺយើងត្រូវចំណាយដើមទុនក្នុងការសាងសង់ព្រោះថាទំនប់នីមួយៗយើងត្រូវចំណាយថវិកាច្រើនក្នុងការសាងសង់វាហើយក្នុងការសាងសង់វានោះដូចជាទាមទារការទិញឧបករណ៍សម្ភារៈឧបករណ៍ការជួលអគ្គិសនីហើយនិងធនធានមនុស្សសម្រាប់ការសាងសង់ទំនប់នោះបន្ទាប់មកគឺការប្រើប្រាស់ពេលវេលាយូរក្នុងការសាងសង់ចំពោះទំនប់នីមួយៗគឺយើងត្រូវការប្រើពេលយូរឆ្នាំមែនទែនក្នុងការសាងសង់ហើយនៅពេលដែលសាងសង់ហើយយើងអាចប្រើការបានភ្លាមៗទេគឺយើងត្រូវការត្រួតពិនិត្យហើយទេសៈពលវាច្រើនលើកមកនឹងដាក់ប្រើប្រាស់ជាប្រការចំណុចបន្ទាប់គឺយើងនិយាយពីដំណោះស្រាយរបស់វាទី1គឺការសម្រួលចែកពេលថ្មីឲ្យមានភាពរលូនជាងមុនគឺការប្រើប្រាស់ល្បឿនតាមធម្មជាតិមានថាយើងប្រើប្រាស់បច្ចេកទេសដែលសមរម្យទៅនឹងល្បឿននៃលំហូរទឹកដែលកាត់បន្ថយការប៉ះពាល់ទៅដល់បរិស្ថានហើយនិងប្រព័ន្ធអេកូឡូស៊ីដែលនៅជុំវិញនោះទី2គឺដំណោះស្រាយបញ្ហាថាមពលដែលកើតឡើងវិញគឺយើងទៅទុកថាមពលដែលផ្សេងៗដូចជាថាមពលព្រះអាទិត្យថាមពលខ្យល់ជាដើមដើម្បីយើងយកមកប្រើប្រាស់វានៅពេលដែលថាមពលនេះគឺស្នេហ៍ផលិតបានទី2ទី2គឺការគ្រប់គ្រងរបស់ប្រជាជនភាពអនុវត្តគណការឲ្យបានបញ្ចុះមកពេលសង្សងគឺយើងទៅសិក្សាស្វែងយល់បានប្រមាណពីផលប៉ះពាល់ទៅលើបរិស្ថានហើយនិងសង្គមមុនពេលសាងសង់ដោយយើងជៀសវាងផលប៉ះពាល់នៅពេលក្រោយបន្ទាប់គឺការពិភាក្សាឲ្យបានចំឆ្លងចំពោះការចូលរួមពីសាធារណជនកន្លែងនេះគឺយើងត្រូវអនុញ្ញាតឲ្យសាធារណជននោះឬក៏ប្រជាជនដែលរស់នៅក្នុងតំបន់នោះគាត់ចូលមកផ្ដល់យោបល់ពិភាក្សាអំពីគម្រោងនឹងដើម្បីដឹងពីដំណើរការនៃសហគមន៍និងជៀសវាងផលប៉ះពាល់នៅពេលក្រោយទី3គឺការគ្រប់គ្រងការបញ្ចេញនិងស្តុកទុកគឺការចំណុចនេះគឺការគ្រប់គ្រងការបញ្ចេញគឺមានន័យថាយើងត្រូវគ្រប់គ្រងការបញ្ចេញនៃទឹកហើយនិងឧស្សាហកម្មផ្សេងៗពីទំនប់ដើម្បីជៀសវាងផលប៉ះពាល់ទៅលើទន្លេឬក៏បរិស្ថានដែលនៅជុំវិញនោះទីបន្ទាប់គឺការស្តុកទុកនិងការចាត់ចែងកន្លែងនេះគឺយើងត្រូវគ្រប់គ្រងទឹកពីគ្រប់គ្រងទឹកនៅឧស្សាហកម្មផ្សេងៗឲ្យមានប្រសិទ្ធភាពដើម្បីរក្សានៅបរិមាណទឹកនោះដល់សម្រាប់ប្រើប្រាស់ហើយនិងផលិតកម្មផលបានគ្រប់គ្រាន់ដល់ចំណុចរបស់ខ្ញុំទៅបានបញ្ចប់ខ្ញុំសូមបញ្ជូនលោកទីបន្តឲ្យ